មិនក៏គាត់មកទីនេះឬមួយក៏មករកខ្ញុំក្មួយគឺស៊ូស៊ីវស៊ីវមែនទេចាស់អាយុ20ឆ្នាំតារានិករ Cancer ឈាមប្រភេទរអវិជ្ជមានឬគេហៅថាឈាមខ្លាឃ្មុំ Panda ម្នាក់នេះមើលទៅដូចជាធ្លាប់ឃើញសោះពួកយើងប្រហែលជាធ្លាប់ជួបគ្នានៅកន្លែងណាមួយហើយណែលោកឯងជានរណាគេស៊ើបអង្កេតប្អូនស្រីខ្ញុំធ្វើអីគាត់គឺជាអគ្គនាយកក្រុមហ៊ុនឡុងសៀងលោកឡុងសុនអគ្គនាយកក្រុមហ៊ុនឡុងសៀងលោកឡុងសុនចុះគាត់មិនមែនជាកូនប្រុសច្បងរបស់លោកឡុងគូសៀងទេអីចុះគាត់មិនមែនជាអតិថិជនធំបំផុតរបស់ប៉ាខ្ញុំទេអីមិនក៏គាត់មករកស៊ូស៊ីវស៊ីវនៅទីនេះទៅវិញឯងដឹងមិនហ្នឹងព្រោះគាត់ជាបងប្រុសខ្ញុំស្អីគេឡុងវៃជាប្អូនប្រុសរបស់លោកឡុងសុនគេជាកូនប្រុសទី2របស់លោកឡុងគូសៀងខ្ញុំគ្រាន់តែដឹងថាផ្ទះគេមានលុយខ្លះមិននឹកស្មានថាគេលាក់មុខដល់ថ្នាក់នេះសោះខ្ញុំគួរតែតាមញ៉ៃឡុងវៃឲ្យតតែបានមកពិតជាសោកស្ដាយណាស់ណែពួកឯងចាត់ទុកអញជាខ្យល់មែនទេអញមិនខ្វល់ថាពួកឯងជាស្អីនោះទេបើគ្មានការអីឆាប់រមៀលក្បាលចេញទៅមិនឃើញបងឈៀងកំពុងធ្វើការទេអីលោកគឺឡុងសុនអញ្ចឹងលោកឡុងគូសៀងគឺជាប៉ារបស់លោកមិនគួរឲ្យជឿសោះគាត់ជាកូនប្រុសលោកឡុងគូសៀងមែនគាត់មករកស៊ូស៊ីវស៊ីវធ្វើអីទៅចុះលោកមករកខ្ញុំមានការអីខ្ញុំស្មានតែមកទទួលខ្ញុំតើស៊ីវវៃឯងឡើងឡានមុនទៅបងមានរឿងចង់និយាយជាមួយស៊ូស៊ីវស៊ីវនិយាយមកបងពួកយើងស្និទ្ធនឹងគ្នាណាស់តើខ្ញុំមិនស្និទ្ធនឹងឯងទេខ្ញុំជាបងប្រុសនាងមានការអីនិយាយជាមួយខ្ញុំមកស៊ីវស៊ីវខ្ញុំអាចហៅឯងបែបនេះបានត្រូវទេចាស់ខ្ញុំចង់អញ្ជើញឯងទៅក្រុមហ៊ុនយើងដើម្បីពិភាក្សាការងារខ្លះអញ្ចឹងសង្ឃឹមថាឯងអាចទៅជាមួយខ្ញុំមួយផ្លែតពិភាក្សាការងារខ្ញុំត្រឹមជាសិស្សតើមានការអីត្រូវពិភាក្សានោះប្អូនស៊ីវស៊ីវកុំបារម្ភអីក្រុមហ៊ុនឡុងសៀងរបស់យើងគឺជាក្រុមហ៊ុនធំបំផុតនៅក្នុងទីក្រុងហើយក៏ជាក្រុមហ៊ុនធំជាងគេក្នុងប្រទេសដែរពួកយើងធានាសុវត្ថិភាពរបស់ឯងរឿងដែលត្រូវនិយាយគឺតាក់ទងនឹងប៉ារបស់ខ្ញុំលោកឡុងគូសៀងខ្ញុំនឹកឃើញហើយម្នាក់ដែលមករកលោកគ្រូខ្ញុំកាលនោះគឺគាត់នឹងឯងជាអ្នកជួលពួកយើងឲ្យការពារប៉ាគាត់សុវត្ថិភាពប៉ាខ្ញុំនៅប្រទេសលោកគឺពឹងលើលោកហើយទុកចិត្តចុះលោកឡុងនៅអូស្ត្រាលីនេះគ្មានអ្នកណាដែលក្រុមហ៊ុនយើងការពារមិនបាននោះទេប៉ុន្តែលោកឡុងពួកយើងនៅមានរឿងខ្លះមិនទាន់ដោះស្រាយរួចរាល់នៅឡើយទេយ៉ាងម៉េចដែរស៊ីវស៊ីវអាចទៅជាមួយខ្ញុំបាននៅលោកឡុងលោកប្រកាសជាចំណាំមនុស្សខុសហើយដឹងរឿងរបស់លោកឡុងប្រកាសជាមិនពាក់ព័ន្ធនឹងប្អូនស្រីខ្ញុំទេនាងមិនដឹងអីទាំងអស់ម្យ៉ាងទៀតនាងច្បាស់ជាមិនទៅជាមួយលោកដាច់ខាតខ្ញុំទៅជាមួយលោកហាមិនមែនទេស៊ីវស៊ីវបងត្រឡប់ទៅមុនទៅបើបងមិនទៅផ្ទះទេម៉ាក់ច្បាស់ជាបារម្ភមិនខានកុំភ្លេចណាពេលនេះខ្ញុំមិនដូចមុនទៀតទេមិនអីទេទុកចិត្តចុះលោកឡុងមករកខ្ញុំច្បាស់ជាមានរឿងសំខាន់ណាស់ខ្ញុំត្រូវតែទៅខ្ញុំប្រកាសជាត្រូវតែទៅឆាប់ត្រឡប់ទៅផ្ទះទៅប្រសិនបើមានរឿងអីកើតឡើងអញត្រូវតែទូរស័ព្ទមកបងទោះបីជាត្រូវចុះទឹកចូលភ្លើងក៏ដោយក៏បងត្រូវតែទៅជួយអញដែរស៊ូស៊ីវស៊ីវថ្ងៃនេះចាត់ទុកថានាងសំណាងល្អចុះខ្ញុំច្បាស់ជាមិនលើកលែងឲ្យនាងទេនាងចង់យ៉ាងម៉េចទៀតបើនាងហ៊ានតែធ្វើបាបប្អូនស្រីខ្ញុំនៅសាលាទៀតខ្ញុំមិនលើកលែងឲ្យនាងទេទៅឲ្យឆ្ងាយទៅមីងសៀនឲ្យម៉េចក៏ឯងបណ្ដោយឲ្យប្អូនស្រីទៅជាមួយគេតែឯងអញ្ចឹងចុះបើស៊ីវស៊ីវមានរឿងអីតើឲ្យម៉ាក់មានមុខអីទៅជួបប៉ាឯងដែលស្លាប់ទៅនោះអុយម៉ាក់គឺស៊ីវស៊ីវចង់ទៅខ្លួនឯងតើម្យ៉ាងទៀតមានមនុស្សច្រើនណាស់ឃើញគេនាំនាងទៅមនុស្សគ្រប់គ្នាដឹងថានាងទៅក្រុមហ៊ុនឡុងសៀងនាងច្បាស់ជាមិនមានរឿងអីកើតឡើងទេលោកស៊ូឲ្យលោកត្រូវតែតាមថែរក្សាស៊ីវស៊ីវឲ្យត្រឡប់មកវិញដោយសុវត្ថិភាពណាអុយម៉ាក់មិនក៏ម៉ាក់និយាយរឿងនឹងទៀតហើយមិនអីទេស៊ីវស៊ីវច្បាស់ជាមិនអីទេស៊ីវស៊ីវកូនមកវិញហើយឲ្យម៉ាក់មើលបន្តិចមើលកូនមិនអីទេតើអីស៊ីវស៊ីវបងដឹងហើយថាឯងប្រកាសជាមិនអីទេពួកគេហៅកូនទៅធ្វើអីហ្នឹងម៉ាក់អង្គុយសិនទៅមកអង្គុយមកកូនត្រឡប់មកវិញគឺល្អហើយល្អហើយម៉ាក់តើខ្ញុំជាកូនបង្កើតរបស់ម៉ាក់មែនទេ